ស្ដីប្រិយមិត្តទាំងឡាយស្វាគមន៍មកកាន់ការសម្រាយនៃសាច់រឿងអនិមេរបស់ខ្ញុំជាបន្តដែលថ្ងៃនេះផងដែរយើងនឹងបន្តការសម្រាយនៃសាច់រឿង Dr. Stone ដែលជាភាគបន្តរបស់យើងស្គមតាណាទាំងអស់គ្នាជួយចុច Like Subscribe និងដាក់សញ្ញាកណ្ដឹងផងដែរតោះកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅសាច់រឿងតែម្ដងតើផ្ដើមមួយសាច់រឿងមកបន្ទាប់ពី Tsukasa និយាយគ្នាជាមួយ Kensu អំពីការសម្លាប់មនុស្សទាំងអស់ដែលទុកឲ្យតែក្មេងៗរស់នៅប៉ុណ្ណោះ Tsukasa បាននិយាយថាបេះដូងដ៏ល្អរបស់ក្មេងៗនឹងធ្វើឲ្យយុគសម័យថ្មបំបែកមានសន្តិភាពហើយអ្វីៗគ្រប់យ៉ាងមិនស្ថិតក្រោមនរណាម្នាក់ជាកម្មសិទ្ធិឡើយតែគាត់បានបន្តថាវាជាឱកាសដ៏ល្អបំផុតនៅពេលដែលមនុស្សគ្រប់រូបបានកក់នៅក្នុងថ្មដូចនេះហើយក៏បន្តសួរទៅសិនគូថាតើយល់យ៉ាងណាដែរពីការគិតរបស់គាត់សិនគូគិតមួយសន្ទុះនិងស្ទើរតែមិនគួរឲ្យជឿនៅអ្វីដែលស្ទូកាសាបាននិយាយតែបើសិនជាសិនគូមិនបានជួយគាត់ឲ្យរួចចេញពីថ្មនោះទេពួកគាត់នឹងត្រូវស្លាប់ដោយសារតែវងតោជាក់ជាមិនខានហើយសិនគូបានគិតនៅក្នុងចិត្តទៀតថាគាត់នឹងមិនអាចឲ្យជូកាសាដឹងអំពីទឹករំលាយរ៉ែដែលគាត់បានប្រើនោះបានឡើយប៉ុន្តែចៃដន្យអ្វីតែជូបានរត់មកហើយស្រែកថាទឹករំលាយរ៉ែនោះអាចប្រើប្រាស់បានហើយនិងមានគោលបំណងជួយសង្គ្រោះក្រាស់របស់គាត់ទៀតផងសិនគូយ៉ាងជាខ្លាំងព្រោះគម្រោងការដែលគាត់ចង់លាក់ទឹករំលាយរ៉ែនេះពីជូកាសាត្រូវបានបែកធ្លាយដោយសារតែជូបាត់ទៅហើយលើដូចនេះជូកាសាក៏បានសួរថាអ្វីទៅជាទឹករំលាយរ៉ែដោយរឿងនេះបានដឹងទៅដល់ជូកាសាទៅហើយសិនគូក៏សន្យាថានឹងបង្ហាញឲ្យជូកាសាបានឃើញតែម្ដងកាន់មកដល់ឈប់បន្ទាប់សិនគូបានលាយល្បាយដែលបានមកពីលាមកប្រជៀវនិងស្រាទំពាំងវិជូរំពេចនោះគាត់បាននិយាយថាគាត់បានអស់អាស៊ីតនីត្រិកហើយដូចនេះឲ្យតែជូទៅយកនៅលអាងថ្មបន្ថែមទៀតតែជូកាសាក៏បានទៅជំនួសនិងនិយាយថាបើសិនជាគាត់ទៅប្រហែលជាលឿនជាងថៃជូដោយរឿងគ្រប់យ៉ាងវាគ្រាន់តែជាល្បិចរបស់សិនគូដែលគាត់ចង់ឲ្យជូកាសាទៅយកវាប៉ុណ្ណោះហើយសិនគូបន្តទៀតថាគ្មានអ្វីអាចបញ្ឈប់ផែនការគាត់បាននោះទេនៅពេលដែលជូកាសាបានចាក់ចេញទៅភ្លាមសិនគូបានប្រញាប់ប្រញាល់ដោយលាយល្បាយនោះចូលគ្នាដើម្បីជួយសង្គ្រោះយូស៊ូហេរ៉ាឲ្យកាន់តែឆាប់កាន់តែល្អកាត់មកដល់ជូកាសាវិញដែលបានដើរចូលទៅក្នុងលអាងភ្នំគាត់បានរកឃើញថាទឹករំលាយរ៉ែនោះជាអាស៊ីតនីត្រិកដែលបានមកពីសត្វប្រជៀវបន្ទាប់ពីទទួលបានអាស៊ីតនីត្រិកនោះហើយជូកាសាបានចាក់ចេញពីរោងភ្នំហើយគាត់ក៏បានឃើញក្រុមគ្រួសារមួយគាត់ក៏មានបំណងធ្វើអ្វីមួយទៅកាន់គ្រួសារមួយនោះប៉ុន្តែយើងពុំបានដឹងឡើយថានឹងមានរឿងអ្វីកើតឡើងចំពោះពួកគេបកមកនិយាយអំពីថៃជូនិងសេនគូវិញថៃជូបានសួរទៅសេនគូថាហេតុអ្វីបានជាជូកាសាជាអ្នកទៅយកទឹករំលាយរ៉ែនោះពីលអាងភ្នំទៅវិញចម្លើយយ៉ាងខ្លីរបស់សេនគូគឺចង់ជួយយូស៊ូហេរ៉ានៅពេលដែលជូកាសាមិននៅតែប៉ុណ្ណោះឯងតែជូបានស្រែកឡើងថាចុះក្រែងជូកាសាជាមនុស្សល្អទេតាសិនគូក៏បានបន្តទៅវិញថាគាត់មិនមានអារម្មណ៍ល្អសោះឡើយនៅពេលដែលជូកាសាចង់សម្លាប់មនុស្សធំទាំងអស់ហើយទុកតែក្មេងៗសិនគូបន្តទៀតថាប្រហែលជាខួរក្បាលរបស់ជូកាសាចូលទឹកហើយមើលទៅបន្ទាប់ពីថៃជូបានស្ដាប់រឿងសពគ្រប់ហើយគាត់ក៏យល់ព្រមទៅនឹងសិនគូហើយក៏ចាប់ផ្ដើមនូវផែនការរបស់ពួកគេដើម្បីជួយសង្គ្រោះយូស៊ូហេរ៉ារីឯជូកាសាវិញក៏កំពុងតែចាប់ផ្ដើមនូវផែនការរបស់គាត់ផងដែរបកមកថៃជូនិងសិនគូបានចាក់ទឹករំលាយរ៉ែនោះទៅលើជូកាសាប៉ុន្តែពុំមានអ្វីកើតឡើងសោះដោយឃើញដូច្នេះថៃជូគិតថាទឹករំលាយរ៉ែនោះប្រហែលជាមានបញ្ហាហើយមើលទៅប៉ុន្តែសិនគូបានបញ្យល់ថាភាពស្ងប់ស្ងាត់មិនមានប្រតិកម្មនេះគឺជាដំណើរការនៃស្រទាប់ការពារជាតិដែករបស់រូបរាងកាយមនុស្សសារធាតុទាំងនោះបានផ្លាស់ប្ដូរទៅជាស្បែកបន្តិចម្ដងតាមវិធីអាចកំបាំងហើយវាជារឿងធម្មតានៅពេលដែលវត្ថុអ្វីមួយទទួលរងនូវសកម្មភាពហើយคล้ายទៅជាថ្មក្រោយការស្ដាប់ចប់ថៃជូស្ទើរតែឆ្កួតទៅហើយដោយគុំថាឡើយថៃជូសំបីតែអ្នកសម្រាយក៏ចង់ឆ្កួតដែរនៅពេលដែលស្ដាប់ការពន្យល់របស់សេនគូតែទោះបីជាយ៉ាងណាក៏ដោយក៏លបាយនោះនៅតែមានប្រសិទ្ធភាពដែល
ជួយឲ្យយូស៊ូហេរ៉ាបានចាកចេញពីថ្មបានសម្រេច ដូច្នេះក្រោយរយៈពេល3700ឆ្នាំទីបំផុតថៃជូជិតនឹងបានសារភាពស្នេហ៍ទៅកាន់យូស៊ូហេរ៉ាហើយភ្លាមនោះសិនគូបានរកឃើញនូវផែនការពីរដើម្បីឲ្យតៃជូនិងយូស៊ូហេរ៉ាជ្រើសយកដែលទីមួយនោះគឺចាកចេញពីទីនេះឲ្យឆាប់បំផុតនិងទីពីរគឺពួកគេទាំងអស់គ្នាត្រូវទប់ទល់ទៅនឹងឈូកាសាដោយមិនគិតយូរថៃជូជ្រើសរើសយកប្រយុទ្ធនឹងឈូកាសាទោះបីជាមានរឿងអ្វីក៏ដោយមិនទាន់នឹងបានស្រស់ស្រួលគ្នាផងស្រាប់តែឈូកាសាក៏បានត្រឡប់មកវិញនិងបាននិយាយថាការសម្លាប់មនុស្សរបស់គាត់គឺជាការសង្គ្រោះពិភពលោកតែប៉ុណ្ណោះបំពេចនោះថៃជូក៏បានរត់ទៅប្រយុទ្ធនឹងឈូកាសាដោយខ្លាចថៃជូមានគ្រោះថ្នាក់សិនគូក៏បានដកស្នាដែលគាត់បានបំរុងទុកយកមកបាញ់និងបញ្ឈប់ពួកគេទាំងពីរតែឈូកាសាបានចាប់គ្រាប់ស្នានោះជាប់ត្រឹមតែដៃមួយខាងតែប៉ុណ្ណោះរួចក៏ធាក់ថៃជូមួយជើងឲ្យខ្ទាតទៅក្រោយវិញរួចបាននិយាយថាមានតែថៃជូប៉ុណ្ណោះទេដែលអាចបន្តឈរក្រោយពីការធាក់មួយជើងរបស់គាត់ដូច្នេះបន្ទាប់មកពួកគេក៏បានឈប់នៅការប្រយុទ្ធនោះប៉ុន្តែឈូកាសាក៏បាននិយាយថាប្រសិនបើគាត់ចង់សម្លាប់មនុស្សស្រីដែលទើបតែនឹងរួចផុតពីថ្មនោះយ៉ាងម៉េចដែរភ្លាមៗនោះថៃជូបានរត់មកការពារក្រាស់របស់គាត់ភ្លាមប៉ុន្តែមិនទាន់បានអីផងថៃជូក៏ដួលសន្លប់និងបាញ់ឈាមចេញពីក្បាលរបស់គាត់នៅឃើញដូច្នេះឈូកាសាក៏បានចាក់ចេញទៅនឹងទៅធ្វើរឿងដែលគាត់បានគ្រោងទុកក្រោយឈូកាសាចាក់ចេញសេនគូបានជន់ថៃជូពីរបីជើងដើម្បីឲ្យថៃជូដឹងខ្លួនព្រោះគាត់ដឹងថាថៃជូមិនស្លាប់ទេគ្រាន់តែរឿងប៉ុណ្ណឹងក្រោយថៃជូងើបឡើងសិនគូបានបញ្ជាក់ថាប្រសិនបើយើងចង់ទប់ទល់ទៅនឹងបិសាចនៅក្នុងយុគសម័យថ្មបំបែកដូចជាជូកាសានេះមានតែការបង្កើតកុលសម្ព័ន្ធនិងផលិតអាវុធវិទ្យាសាស្ត្រប៉ុណ្ណោះដូច្នេះពួកគេបានចេញដំណើរចម្ងាយ80គីឡូម៉ែត្រដើម្បីរកវត្ថុធាតុដើមនៅពេលដែលពួកគេធ្វើដំណើរដល់ទីតាំងមួយយូស៊ូហេរ៉ាបានរត់ចូលទៅក្នុងព្រៃនិងបានឃើញរូបបដិមាមួយនិងនឹកឃើញពីអនុស្សាវរីយ៍និងការចងចាំល្អៗជាមួយគ្រួសារនិងមិត្តភក្តិរបស់នាងក៏បានមួយសន្ទុះសិនគូបាននឹកឃើញថារូបបដិមាកនេះគឺផលិតឡើងពីស្ពាន់និងដែកគិតមិនយូរពួកគេក៏បានវាយយកដែកមួយចំនួនពីរូបបដិមាកនោះទៅកាត់មកដល់រសៀលឡើងជូកាសាបានមករកសិនគូម្ដងទៀតតែឃើញត្រឹមតែស្នាមជើងដែលពួកគេបានចាក់ចេញប៉ុណ្ណោះហើយការគិតរបស់សិនគូដែលចង់ផលិតអាវុធនិងកសាងកុលសម្ព័ន្ធក៏ត្រូវបានជូកាសាគិតឃើញដូចគ្នាកាត់មកដល់3នាក់នេះវិញពួកគេបានមកដល់កាសាណេនិងគ្រោងដើម្បីផលិតកាំភ្លើងព្រោះពួកគេបានរកឃើញរំសាវ